អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបដិញ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនាកាលពីព្រឹកថ្ងៃទី30ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Thomas Andrew អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះលោក Thomas Andrew បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងបើកចំហនិងប្រកបដោយការយោគយល់គ្នាលោក Thomas Andrew បានជម្រាបជូនសម្ដេចធិបតីថាក្នុងដំណើរបំពេញបេសកកម្មការងារនេះលោកបានជួបពិភាក្សាការងារជាមួយអិសរាជជនជាន់ខ្ពស់តំណាងក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលនិងបានបំពេញទស្សនកិច្ចនៅជំរំជនភៀសឹកដោយសារចំនួនព្រំដែនកម្ពុជាថៃលោក Thomas Andrew បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះនិងគាំទ្រជនភៀសឹកដោយសារចំនួនព្រំដែនកម្ពុជាថៃដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានបន្ថែមលើនេះលោកក៏បានកោតសរសើរចំពោះកម្ពុជាដែលបានទទួលយកលិខិតតបកពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន8លើ9ព្រមទាំងបានបញ្ជាក់ពីការបដិញ្ញាចិត្តនិងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិនិងអន្តរជាតិជាការឆ្លើយតបសម្ដេចធិបតីបានអបអរសាទរចំពោះលោក Thomas Andrew ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងបានគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនានិងប្រកបដោយសមធម៌សម្ដេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងសិទ្ធិសេរីភាពជាមូលដ្ឋានដោយផ្អែកលើច្បាប់ជាតិនិងលិខិតតបកអន្តរជាតិនានាជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាពនិងការអប់រំជាដើមទន្ទឹមនឹងនេះសម្ដេចធិបតីបានសង្កត់ធ្ងន់ថាការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវបានធ្វើឡើងប្រកបដោយការទទួលខុសត្រូវនិងស្របតាមដែនកំណត់នៃច្បាប់សម្ដេចធិបតីបានបញ្ជាក់បន្ថែមថាទោះជាប្រទេសតូចឬធំក្តីការអនុវត្តច្បាប់និងការលើកកម្ពស់សិទ្ធិមនុស្សគឺត្រូវស្ថិតនៅក្រោមច្បាប់ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នាជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកទឹកចិត្តឲ្យអ្នករាយការណ៍ពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងលើកទឹកចិត្តឲ្យការសរសេររបាយការណ៍ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយនិងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្ដៅរួមចំណែកដល់ការអនុវត្តនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតមុននឹងបញ្ចប់សម្ដេចធិបតីបានជម្រាបជូនលោក Thomas Andrew អំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ